សួស្តីថ្ងៃនេះខ្ញុំនិយាយទៅខ្ញុំមិនស្ទាក់ស្ទើរអត់ហ៊ាននិយាយតែនឹងខ្លាចព្រោះធានបត់វាសើបធានបត់វាតាក់ទងជាមួយនឹងស្ថានភាពនៅព្រំដែនខ្មែរថៃហ្នឹងតែនេះខ្ញុំមិនមែនជាការបន្លាចអីទេហើយយើងត្រូវជឿជាក់ទៅលើចំណាត់ការរបស់រដ្ឋាភិបាលនៅក្នុងការពារបូរណភាពទឹកដីនិងការពារអធិបតេយ្យជាតិចឹងនេះខ្ញុំនិយាយក្នុងនាមជាការទូទាយរបស់ខ្ញុំតែប៉ុណ្ណឹងការពីល្ងាចថ្ងៃទី18ខ្ញុំបានល្ងាចថ្ងៃទី18ខែវិច្ឆិកា2025ហ្នឹងម៉ោងប្រហែលជា7ជាងម៉ោង7ជាងយប់ខ្ញុំបាន live ប៉ុន្តែដោយសារចម្លើយវាអត់ល្អខ្ញុំក៏បិទ line នឹងចោលទៅតែខ្ញុំផុសវិញនៅថ្ងៃទី18ខែវិច្ឆិកា2025ម៉ោង7ជាងហ្នឹងពេលតែ live ទៅខ្ញុំសួរប៉ោលហ្នឹងគឺដូចរដងអញ្ចឹងខ្ញុំយកខ្សែនឹងសាកទូរស័ព្ទហើយមានអាក្បាលដូចដោតហ្នឹងប៉ុន្តែនិយាយទៅចម្លើយវាមិន 100% ទេគាត់ថាខ្ញុំមិនច្បាស់ 100% ទេគាត់ថាចលនាដែលប៉ោលហ្នឹងអាចឲ្យខ្ញុំសន្និដ្ឋានបានចឹងអានេះជាការសន្និដ្ឋានជាការទូទាយរបស់ខ្ញុំទេហើយមិនមែនជាចេតនាក្នុងការបន្លាចឬក៏បំផិតបំភ័យអ្វីដែរអញ្ចឹងសំណួរខ្ញុំសួរពោះខ្ញុំធ្លាប់ពីថ្ងៃទី12វិច្ឆិកា2025ហ្នឹងនៅម៉ោង11ជាងព្រឹកខ្ញុំបានសួរប៉ោលម្ដងហើយខ្ញុំសួរថាតើខ្មែរនិងថៃនឹងមានសង្គ្រាមឆាប់នេះអត់ឆាប់ហ្នឹងគឺសួរនៅថ្ងៃទី12វិច្ឆិកា2025ពេលប៉ោលថាអត់មានទេប៉ោលបដិសេធហើយសំណួរមួយទៀតសួរថាតើបើសិនជាខ្មែរនិងថៃនឹងមានសង្គ្រាមនៅលើកក្រោយតើខ្មែរអាចឈ្នះថៃអត់អញ្ចឹងប៉ោលយល់ស្របថាប៉ោលអត់បដិសេធទេអាហ្នឹងខ្ញុំសួរពីថ្ងៃទី12ខែវិច្ឆិកា2025ហើយបន្តមកទៀតរំលងនឹងមួយអាទិត្យហើយមានអាចថាជាការឡើងកម្ដៅអីចឹងដែរនៅព្រំដែនហ្នឹងខ្ញុំក៏សួរម្ដងទៀតនៅថ្ងៃទី18វិច្ឆិកា2025វេលាម៉ោង7ជាងយប់ខ្ញុំ live ចឹងតែ live ហ្នឹងខ្ញុំបិទចោលបាត់ហើយខ្ញុំសេវទុកក្នុងទូរស័ព្ទតែខ្ញុំលុបចោលពីក្នុង Facebook ខ្ញុំសួរថារាប់ពីថ្ងៃទី18វិច្ឆិកា2025នឹងរហូតដល់ថ្ងៃទី1មករា2026ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតថាខ្ញុំនិយាយនេះគឺនិយាយទៅតាមការទូទាយរបស់ខ្ញុំមិនមែនជាការនិយាយបន្លាចឬក៏ផិតបំភ័យអ្វីទេហើយដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងសូមជឿទុកចិត្តទៅលើចំណាត់ការបរិយារដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងក៏ដូចជានៅក្នុងការពារអធិបតេយ្យនិងបូរណភាពទឹកដីអញ្ចឹងពេលដែលខ្ញុំសួរម្ដងទៀតថ្ងៃទី18វិច្ឆិកា2025វេលាម៉ោង7ជាងយប់ហ្នឹងខ្ញុំសួរថានេះរាប់ចាប់ពីថ្ងៃទី18វិច្ឆិកា2025ម៉ោង7ជាងយប់ហ្នឹងរហូតទៅដល់ថ្ងៃទី1មករា2026តើខ្មែរនិងថៃនឹងមានសង្គ្រាមអត់ចម្លើយដែលប៉ោលឆ្លើយមកគឺប៉ោលយល់ស្របអញ្ចឹងមានន័យថានឹងមានសង្គ្រាមអានេះតាមការទូទាយអានឹងមិនមែនជាការបំភ័យឬក៏ជាការបំភ្លឺអីទេនេះជាការទូទាយរបស់ខ្ញុំនឹងមានសង្គ្រាមហើយដដែលហ្នឹងបើសិនជាខ្មែរនិងថៃមានសង្គ្រាមតើខ្មែរនឹងឈ្នះថៃអត់ប៉ោលនៅតែឆ្លើយយល់ស្របដដែលមានថាខ្មែរអាចឈ្នះថៃហ្នឹងនៅថ្ងៃទី18ខែវិច្ឆិកា
2025 វេលាម៉ោង 7 ជាងយប់ហើយបន្ទាប់មកខ្ញុំក៏ចប់អាហ្នឹងបាច់ហើយខ្ញុំក៏ដោយសារចម្លើយវាដូចមើលទៅដូចវាអត់សូវល្អខ្ញុំក៏ហើយខ្ញុំខ្លាចសុវត្ថិភាពរបស់ខ្លួនដែរខ្ញុំបិទ line នឹងចោលទៅនិយាយទៅខ្ញុំលុប line ពី Facebook ចោលតែខ្ញុំ save ក្នុងទូរស័ព្ទទុកហើយដល់ពេលហើយខ្ញុំក៏ដេកទៅចៃដន្យអីខ្ញុំភ្ញាក់ឡើងកដាលយប់ម៉ោងពីជាងចិត្តចូលម៉ោង 3 ព្រឹករំលងចូលថ្ងៃទី 19នេះថាដេកយប់ថ្ងៃទី 18 ហ្នឹងចូលថ្ងៃទី 19 វិច្ឆិកា 2025 ពុបម៉ោង 7:03 ខ្ញុំក៏ឡើងមើលម្ដងទៀតខ្ញុំឡើងមើលម្ដងនេះខ្ញុំសួរលម្អិតទៅសួរលម្អិតជាងមុនអញ្ចឹងខ្ញុំសួរដំណាក់កាលទី 1 តើពីថ្ងៃទីនៅក្នុងខែ 11 ហ្នឹង11 2025 ហ្នឹងខ្មែរថៃមានសង្គ្រាមអត់បោឆ្លើយបដិសេធមិនថាអត់មានចន្លោះនោះអត់មានទេឡោះខែ 11 នោះអត់មានទេដំណាក់កាលទី 2 សួរក្នុងខែ 12 ប៉ុន្តែខ្ញុំលម្អិតថ្ងៃខ្ញុំចោះយកបែងជា 3 មានថា 10 ថ្ងៃសួរ 10 ថ្ងៃសួរ 10 ថ្ងៃអញ្ចឹងពីថ្ងៃទី 1 ធ្នូ 2025 រហូតដល់ថ្ងៃទី 10 ធ្នូ 2025 តើខ្មែរថៃមានសង្គ្រាមអត់ចម្លើយដែលបោឆ្លើយមកគឺថាមានអូខេពីថ្ងៃទី 1 ធ្នូដល់ថ្ងៃទី 10 ធ្នូ 2025 ហ្នឹងបោថាខ្មែរថៃមានសង្គ្រាមហើយមួយកង់ទៀតពីថ្ងៃទី 11 ធ្នូដល់ថ្ងៃទី 20 ធ្នូ 2025 សួរបោអញ្ចឹងដែរថាមានសង្គ្រាមអត់បោឆ្លើយថាមានអញ្ចឹងណាហើយនឹងមួយកង់ចុងក្រោយពីថ្ងៃទី 21 ធ្នូដល់ថ្ងៃទី 31 ធ្នូ 2025 ហ្នឹងបោថាអត់មានសង្គ្រាមទេអញ្ចឹងមានតែចន្លោះ2កង់គឺពីថ្ងៃទី 1 ធ្នូទៅដល់ថ្ងៃទី 10 ធ្នូនោះមួយកង់បោឆ្លើយថាមានសង្គ្រាមហើយនឹងមួយកង់ទៀតពីថ្ងៃទី 11 ធ្នូទៅដល់ថ្ងៃទី 20 ធ្នូ 2025 ហ្នឹងបោឆ្លើយថាមានដែរអញ្ចឹងមិនថាមានមួយកង់ហ្នឹងប៉ុន្តែអត់ដឹងចាប់ពីថ្ងៃទីប៉ុន្មានបោខ្ញុំអត់តបានសួរអត់ទៅទៀតទេតែតាមការគិតរបស់ខ្ញុំតាមការវិភាគរបស់ខ្ញុំដោយសារតែយើងឃើញព័ត៌មានដែលគេផ្សាយមកហ្នឹងគឺតាក់ទងជាមួយនឹងក្រុមហ៊ុនអាកាសចររបស់ទូគីយេឥឡូវហៅទូគីយេអញ្ចឹងព្រោះឥឡូវឈ្មោះប្រទេសគេថែមកតុយបន្តិចពីមុនឈ្មោះទូគីធម្មតាតែឥឡូវគេថែមពាក្យទូគីយេអញ្ចឹងហៅទូគីយេអញ្ចឹងទៅTurkish Airlines ហ្នឹងមកស្រុកខ្មែរនៅថ្ងៃទី 11 ធ្នូ 2025 អានេះគឺជាព័ត៌មានដែលយើងបានមកហ្នឹងហើយដែលខ្ញុំគិតគឺបើសិនជាមានសង្គ្រាមខ្មែរថៃមែនគឺគោលគំនិតរបស់ថៃគឺគេចង់យកសង្គ្រាមដើម្បីលុបព័ត៌មានដែលមានក្រុមហ៊ុនអាកាសចរមកពីទូគីហ្នឹងចុះមកស្រុកខ្មែរដូចថ្ងៃទី13 វិច្ឆិកា 2025 ដែលមានក្រុមហ៊ុនអាកាសចរមកពីឥណ្ឌា Indigo ហ្នឹងមកហើយយើងឃើញមានបញ្ហានៅព្រំដែននៅថ្ងៃទី 12 គឺដើម្បីធ្វើឲ្យមានព្រឹត្តិការណ៍ហ្នឹងទៅថ្ងៃទី 12 ហ្នឹងមានបញ្ហាមានច្បុកច្បល់អីចឹងទៅថ្ងៃទី 13 គឺព័ត៌មានដែលមកយន្តហោះពីឥណ្ឌាមកស្រុកខ្មែរហ្នឹងគឺវាត្រូវចឹងគេថាវាត្រូវអត់សូវមានការលេចធ្លោអត់សូវមានការចាប់អារម្មណ៍ពីពួកអីយើងចាប់អារម្មណ៍តែសង្គ្រាមចឹងខ្ញុំគិតថាអញ្ចឹងដូចគ្នាបើសិនជាមានសង្គ្រាមមែនគឺសង្គ្រាមនោះនឹងធ្វើក្នុងន័យអីផ្សេងក៏អត់ដឹងដែរប៉ុន្តែមួយនៅក្នុងហ្នឹងគឺអាចដើម្បីលុបព័ត៌មានមិនមែនថាលុបហ្នឹងគឺចង់និយាយថាកុំឲ្យព័ត៌មានហ្នឹងវាល្បីឬក៏ឲ្យទៅចាប់អារម្មណ៍រឿងផ្សេងបង្វែរការចាប់អារម្មណ៍តាបានតែមិនឲ្យមានព្រឹត្តិការណ៍រញ៉េរញ៉ៃដែលមានព្រឹត្តិការណ៍ដែលយើងគ្រប់គ្នាចាប់អារម្មណ៍ទៅស្តៀងនឹងរឿងការឡើងនៅព្រៃច័ន្ទអញ្ចឹងថ្ងៃទី 12 ថ្ងៃទី 13 ពុបគឺមនុស្សអត់សូវចាប់អារម្មណ៍រឿងថាមានក្រុមហ៊ុនកាសចរឥណ្ឌាមកស្រុកខ្មែរមកចុះនៅសៀមរាបទេអញ្ចឹងចាប់អារម្មណ៍នៅរឿងព្រឹត្តិការណ៍នៅព្រៃច័ន្ទអញ្ចឹងដូចគ្នាដែរថ្ងៃទី 11 ធ្នូ 2025 ហ្នឹង Turkish Airlines គេនឹងមកស្រុកខ្មែរហើយអញ្ចឹងបើសិនជាមានអានេះខ្ញុំនិយាយថាបើសិនជាមានសង្គ្រាមគឺសង្គ្រាមហ្នឹងគឺនឹងលុបព័ត៌មានហ្នឹង
chẳng ai này tam ca kết bà nhóm hay kết tam ở đây để nhóm xua báo này là báo cho lọt pi con thì mùi thân u đó thì đọc thân u nâng thì đọc mùi thân u thì mà phê thân u chẳng lọt pi con nắng báo cho tại miền sông kiểm chẳng bà xin chỉ miên mến chẳng nhóm chưa tha miền sông kiểm đang bây lục bò để miền ngày thì đọc mùi thân u nắng chẳng ai sông kiểm chắp bà đàm mà thằng ngày pi thằng ngày rồi gặp bay buôn thằng ngày muôn ngày thì đọc mùi nè ai ngày tìm pal tìm bay tìm buôn thì đọc ấy chẳng tớ thì tôi thưa mấy anh min muôn ngày thì đọc muối nó bay lúc còn mình ngày thì đọc muối nữa hay ai bà to châu ngày thì đọc muối thì đọc pí nu anh chẳng tờ anh ấy tam ca kịch bỏ nhóm đại kịch tờ tam chầm lái để làm xua đọc bao pendulum phải bao nó cứ pendulum nó không bị xa khang đi kẻ hào đào sinh nó không bị xa khang bộ psychic and bộ nhiên là cái xua nó hào đào sinh nó bà nhầm xây bên trong Google vì muốn cái miền được cái xua cái trong xua rồi thổ thiết rồi hộp tất ấy cái xua chơi cái xua đầy ấy chẳng á hay đôi khi mà tết biệt tết muốn nông khơi miền nông TikTok trên chiếc thái cái xua dạng đài cái xua đơn là tận nốt bạn nốt cái nè hay xua tới cái can đầy lộ hạ pi đó lộ hạ pi nó đôi giờ hai chỉ và vài pi bị tật chứ và cái can đầy pi mình này tha đầy mà kháng can đầy nước muối đầy kháng can đầy một tiệt chân can đầy pi kháng pi cái xua tốt pi để xua hay đầy mình cho nào mà họ đào sinh chẳng tam để nhầm xua chầm lái để nhầm tua ban pi báo để tông sừng khiêm không ai tay nữa hai tam để nhầm kết tha bà miên sừng khiêm mến cứ sừng khiêm là mấy lúc bò miên cầm hôn Turkish Airlines màu sọc mai màu chọt nấu bờ liên anh ta chưa để trồ ngày đi đọc mùi thân nướng chân sừng khiêm nấu ai nâng cát lang muôn nâng ngày đi đọc muối hay chân ai trên bì họp tới anh pal bảy muốn đọc đi chân tóc mà con ti muối để miên sừng khiêm nắng hai slong cho con ti bì chân ai cho đọc muối đọc pí đi đọc bay ở chân tàu anh ấy chỉ ở ca kết bạch nhóm là nhằm kết ta mà với để nhằm xua bào để bỏ lại đàn chân ok chẳng hạn nhằm vậy bạn nắng cả toàn chỉ mùi nâng sừng khiêm không ai thầy kể chẳng bà trẻ lăng với là nhằm xua bào lắm cứ nông khai đậm muối cứ bào thả miền sừng khiêm tế bàn tay báo cho lại tha miền pi còng cho lọ ngay tìm mùi thân ú đòi thì đọc snow pi quan về vẽ miến miền sừng khiêm hay năng cho lọ pi đọc muối thân ú ta đó ngay tìm mà phây thân ú pi quan về vẽ miền sừng khiêm hay cho lọ pi mà phây mùi thân ú thấu đo sam sẽ mùi thân ú cửa miền sừng khiêm thế anh phải lại thành chân bà chân nhầm chạm năng biết tha nhầm thì dây ta tam ca tu tiên bỏ nhóm hay bình men chỉ ca dây tầm bay bằng phây đi có phương bằng plong còn miền ở đây tế đi nông này tầm bay kênh chụp đánh bây giờ ấy nhắm mặn miền tây này nhắm còn rồi bà rắm đường sàn ca from đá hay nhắm dục chấm này bỏ nhóm đại nhắm chơi tam ca tia bao lắm một tia mờ tập phần này ok nắng chọc ở đường nắng mùi hay